ណែបងប្អូនណែមកមើលផ្ទះនេះមួយជាមួយខ្ញុំមិនធម្មតាទេបងប្អូនមិនធម្មតាទេនេះគឺជាផ្ទះជាកម្មកុងប៉ុណ្ណេះមួយដែលបានធ្វើនៅខាងស្រុកស្ទងខេត្តកំពង់ធំហើយក៏ជាផ្ទះដ៏តូចមួយដែរផ្ទះនេះຂະຫນាត6x24តាមមួយជាន់ទេផ្ទះនេះហើយតាមពិតទៅក៏ធ្វើ2ជាន់តែគាត់ចិញ្ចឹមតែមួយជាន់ខាងផ្នែកខាងលើណាដែលខ្ញុំថាតែមួយជាន់ទេមកទល់ពេលនេះផ្ទះនេះគាត់មានអាយុ2ឆ្នាំហើយប៉ុន្តែបងប្អូនមើលសម្បុកហើយនឹងសត្វក្នុងផ្ទះមិនធម្មតាទេបងប្អូនបើនិយាយពីសម្បុកនេះស្មើនឹងផ្ទះអាយុ5ឆ្នាំផ្ទះនឹងអាយុ5ឆ្នាំមានថាផ្ទះហ្នឹងគឺជាផ្ទះដែលធ្វើត្រូវទៀតណាផ្ទះធ្វើមិនត្រូវក៏មិនបានសម្បុកប្រហែលប៉ុណ្ណឹងដែរហើយបើមើលលមួកសัตว์នៅខាងក្រោមនេះវិញបងប្អូនអើយឡងក្រាស់ខ្មឹកតែម្ដងមិនធម្មតាទេផ្ទះនេះគឺល្អនោះល្អមែនតែនហើយបើសម្បុកនៅលើឈើវិញឡើងសក្បោសអស់ហើយបងសក្បោសហ្មងហើយនេះបងម្ចាស់ផ្ទះបាទគាត់សប្បាយចិត្តមែនតែនពេលដែលធ្វើនេះប្រផាត់ប្រផើយផងអីផងមកតែបានផ្ទះនឹងមួយដល់បាននេះគឺដូចចិត្តហើយបងប្អូននេះមើលល្អណាស់អញ្ចឹងមិនថាក្រុមការងារកុងបណ្ដេះគឺតែងតែជួយបងប្អូនទាំងអស់គ្នាឲ្យដល់ត្រើយឲ្យបានជោគជ័យដូចគ្នាអញ្ចឹងទីតាំងល្អហើយបូកជាមួយនឹងបច្ចេកទេសយើងល្អទៀតលទ្ធផលគឺបែបហ្នឹងបងប្អូនអានេះគឺជាលទ្ធផលដែលបងប្អូនចង់បានហើយរំពឹងទុកហើយមើលផ្ទះនេះតូចទេបងប្អូនមិនធំទេមើលរូបភាពពីខាងក្រៅវិញទៅបាទឃើញហើយអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយ